ជំរាបសួរបាទសុខសប្បាយទេបងប្អូនអរគ្នាបន្ទាប់ពីចូលឆ្នាំហើយមិនដែរមានអ្នកថាយ៉ាងណាយ៉ាងណីខ្លះមានសេវកក៏ដូចជាមានអ្នកដែលគេត្រូវគេបានមកសៅឬក៏លេងកុញអីជាប់ចង្គង់ជាប់អីណាបាទហើយមានការលេងចោលឈូងអីហ្នឹងណាហើយទាញព្រាត់មានណាចាញ់ណាឈ្នះដែរបាទហើយនេះក៏ជាទស្សនវិជ្ជានៅតាមវត្តនៅស្រុកប្រទី7បាទគឺថាបងប្អូនយើងដូចជាយុវវ័យយើងស្រស់ដៃគ្នាណាក្នុងការលេងល្បែងប្រជាប្រិយរបស់ខ្មែរយើងបាទហើយមានអ្នកខ្លះក៏លេងរំលេងកំសាន្តអញ្ចឹងទៅបាទហើយអ្នកខ្លះក៏លេងល្បែងប្រជាប្រិយពាក់ព័ន្ធជាមួយនឹងការទាញព្រាត់មើលថាច្រើនមែនទែនបាទកាលពីថ្ងៃទី16ល្ងាចថ្ងៃទី16ដែលជាថ្ងៃនៅវត្តតនេសហ្នឹងគាត់បានបញ្ចប់ក៏ហៅថាភាសានៅក្នុងតំបន់ក៏ហៅត្រាស់ហ្នឹងណាបាទពិតជាសប្បាយមែនទែនហើយមានប្រជាពលរដ្ឋយើងច្រើនបាទច្រើនមែនទែនយុវជនយុវតីយើងច្រើនទៅលេងនៅទីនោះមិនតែនៅខាងវត្តតែនេះទេវត្តផ្សេងៗទៀតនៅក្នុងស្រុកប្រទី7ក៏គឺតែច្រើនដែរបាទច្រើនហើយប្រជាពលរដ្ឋយើងស្រស់ដៃគ្នាក្នុងការលេងល្បែងប្រជាប្រិយទោះបីក្នុងកលៈទេសៈប្រទេសជាតិកំពុងតែមានមិនទាន់លក្ខណៈថាត្រឡប់មកធម្មតាវិញណាបាទនៅតែមានការឆ្លៀនពៀនពីខាងពិគីចោសៀមអញ្ចឹងណាបាទហើយយើងទាំងអស់គ្នាក៏មិនបំភ្លេចដែរពាក់ព័ន្ធជាមួយនឹងបងកងទ័ពយើងដែលឈរនៅតាមបន្ទប់ព្រំដែនយើងសប្បាយនេះក្នុងនាមយើងជាពលរដ្ឋខ្មែរកាន់ប្រពៃណីទំនៀមទម្លាប់របស់យើងអត់មានចលកបុកបលជាមួយនឹងសាសនាឬក៏ប្រពៃណីអ្នកណានោះទេយើងមានដូចជាល្បែងទាញព្រាត់ល្បែងចោលឈូងល្បែងបោះអង្គញលាក់កន្សែងហើយមានស្ដេចចងមានអីជាច្រើនទៀតបាទខ្ញុំរាប់អត់អស់ទេបាទនឹងមានរំបែបចង្វាក់ប្រពៃណីរំបែបរង្វង់សារវ័នអញ្ចឹងណាបាទហើយនេះនៅខាងវត្តកមោនបាទខ្ញុំម្សិលមិញនេះដើរដល់ហើយបាទមកជុំសឹងថាមកជុំខេត្តបាទប៉ុន្តែគាត់ថាយើងទៅខាងប្រទី7បានទៅដល់ខាងចុងកាល់ក៏ដូចជាខាងពេញប្រាសាទនិងលវិញទេព្រោះឆ្ងាយពេកបាទហើយមួយថ្ងៃមិនអាចដើរបានជុំទេបាទហើយមានឱកាសបានតែមួយថ្ងៃហ្នឹងទេព្រោះអីរពលការងារច្រើនពេកអញ្ចឹងបាទអញ្ចឹងហើយបានឆ្លៀតទៅខាងប្រទី7ទៅនៅខាងវត្តនេះក៏ដូចជាវត្តគោខ្ពស់និងវត្តបាទពុកទឹកបាទយើងអត់អាចដើរគ្រប់វត្តបានទេយើងដើរចន្លោះវត្តអញ្ចឹងណាបាទប៉ុន្តែឆ្នាំនេះខុសប្លែកពីឆ្នាំមុនដោយសារតែយើងធ្វើនៅតាមវត្តអារាមក្រុងស្រុកទាំង5នេះយើងធ្វើតាមនៅវត្តតាមវត្តអារាមយើងអត់បានធ្វើនៅទីប្រជុំជនដូចជានៅតាមមានឯករាជ្យអីដូចមុនទេបាទព្រោះអីយើងសប្បាយបែបស្ងប់ស្ងាត់ណាបាទមិនមែនសប្បាយបែបគឺហាដូចពីឆ្នាំមុនទេបាទព្រោះអីប្រទេសយើងកំពុងតែមានវិបត្តិជាមួយនឹងការឈ្លានពានរបស់ភាគីប្រទេសជិតខាងយើងហ្នឹងបាទនិយាយម្ដងហើយម្ដងទៀតគឺយើងអត់ភ្លេចទេពាក់ព័ន្ធជាមួយនឹងវីរភាពរបស់វីរកងទ័ពយើងដែលជួយជឿនៅតាមបន្ទប់ព្រំដែនហើយក៏សូមផ្ដាំដល់បងប្អូនទាំងអស់គ្នាបើសិនជាខាងវត្តឬក៏ខាងខេត្តណាមួយដែលទទួលនៅការលក់ឬក៏តាទិញនៅផលិតផលដូចជាម្សៅអីមកជាប្រភេទប្រទេសជិតខាងអីក៏សូមគិតគូរដល់អាយុជីវិតក៏ដូចជាទុកលំបាករបស់ប្រជាពលរដ្ឋយើងដែលនៅតាមមាតុព្រំដែនឬក៏កងទ័ពបងប្អូនកងទ័ពយើងផងដែរអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាកុំប្រើប្រាស់របស់ខាងហ្នឹងទៀតអីម្សៅអីហ្នឹងបាទយើងប្រើរបស់យើងមករបស់យើងមិនខ្វះទេរបស់ល្អហ្នឹងបាទតាំងពីផលិតផលគ្រឿងញ៉ាំគ្រឿងតុបតែងខ្លួនបាទតុបតែងមុខហ្នឹងហើយនិយាយចង់ទៅគឺឃើញថា
អ្នកលក់អនឡាញយើងជាច្រើនគាត់មានផលិតផលរបស់គាត់ដែរដែលល្អមិនចាញ់ទេប៉ុន្តែគាត់ថាពីមុនគាត់ធ្វើរោងចក្រនៅខាងប្រទេសនោះប៉ុន្តែឥឡូវនេះគាត់ដូរទីតាំងហើយអញ្ចឹងហើយយើងចូលរួមទាំងអស់គ្នាយើងប្រើតែរបស់យើងឲ្យច្រើនទៅមិនថាយើងមិនហាមិនឲ្យប្រើរបស់ជាតិសាសន៍ផ្សេងទេប៉ុន្តែគាត់ថាយើងជាតិសាសន៍មួយហ្នឹងយើងកុំប្រើអីលេខកូដ885អីហ្នឹងបាទយើងប្រើលេខកូដផ្សេងៗទៅហើយជាពិសេសគឺផលិតផលរបស់យើងហ្នឹងបាទយើងកុំប្រើអីនាំឲ្យខាងកងទ័ពគាត់បាក់ទឹកចិត្តណាបាទព្រោះអីគិតខំការពារទឹកដីអញ្ចឹងទៅយើងប្រើតែរបស់ចោលអញ្ចឹងណាបាទហើយមួយរយៈនេះឃើញថាគេកំពុងតែផុសផលពាក្យព័ន្ធជាមួយនឹងព័ត៌មានដែលគេមកលេងនៅបានតំបន់របស់យើងដោយបំពេញណាបាទអញ្ចឹងហើយយើងគួរតែធ្វើខ្លួនឯងឲ្យខ្លាំងសិនបាទបងប្អូនមិនថារាជរដ្ឋាភិបាលលោកប្រឹងណាស់ប្រឹងដើម្បីបាទប្រទេសជាតិដោះស្រាយតាមសន្តិវិធីបាទអញ្ចឹងហើយយើងទាំងអស់គ្នាយើងធ្វើខ្លួនឲ្យយើងខ្លាំងសិនមានន័យថាយើងចូលរួមបាទចូលរួមគ្រប់គ្រងនៅផលិតផលរបស់យើងទាំងអស់គ្នារបស់យើងអត់មានថាផលិតផលណាដែលมันល្អទេគឺល្អភាគតិចណាស់ដែលมันមានគុណភាពនោះបាទអញ្ចឹងហើយសូមឲ្យបងប្អូនទាំងអស់គ្នាបាទចូលរួមទាំងអស់គ្នាទៅបាទគឺកុំបន្តនៅប្រើប្រាស់ផលិតផលប្រទេសនឹងម្ដងទីនឹងទៀតអីបាទសូមអង្វរចោះបាទមានឈ្មោះខ្លះនាំចូលមកមែនប៉ុន្តែយើងបន្តពាក្យហេការឲ្យល្អពាក្យហេការមិនប្រើទោះបីជនអកតេមួយចំនួនគាត់នាំចូលក៏ដោយក៏បើសិនជាយើងមិនប្រើតែរបស់នឹងនៅបានប្រយោជន៍អីទៀតគ្មានតម្លៃទេបាទអញ្ចឹងហើយយើងនាំគ្នាកុំប្រើអីយើងប្រើរបស់យើងហើយក៏ប្រើរបស់ប្រទេសផ្សេងៗដែលគេល្អមានគុណភាពដូចគ្នាទេបន្តនៅអញ្ចឹងសូមកុំកំណត់នៅថារបស់ប្រទេសនឹងល្អទៀតណាបាទមិនខ្វះទេរបស់ល្អហ្នឹងបាទនេះឲ្យទៅវត្តដូចជានៅវត្តណាទេបាទវត្តគុកពោះបាទវត្តគុកពោះខ្ញុំមិនសូវជាចំណាំបានទេបាទព្រោះអីយើងថតមកភ្ជាប់គ្នាអញ្ចឹងណាបាទទេបងប្អូនយើងរំលែងសប្បាយទាំងអស់គ្នាមិនមានកុំយកអំពើបាយមុខដូចជាការវាយដំចំធាក់ឬក៏អំពើលើល្បីស៊ីសងឲ្យផ្សេងៗណាបាទកុំយកមកប្រព្រឹត្តនៅក្នុងកម្មវិធីសប្បាយចឹងថ្នាក់ដឹកនាំមិនថាថ្នាក់ដឹកនាំថ្នាក់ជាតិថ្នាក់ខេត្តក៏ដូចជាថ្នាក់ភូមិឃុំលោកខំប្រឹងប្រែងណាបាទខំប្រឹងដើម្បីរៀបចំកម្មវិធីឲ្យបងប្អូនសប្បាយណាបាទមិនមែនដើម្បីឲ្យបងប្អូននឹងយកកម្មវិធីនឹងបំផ្លាញទេជាពិសេសគឺបងប្អូនយុវវ័យទាំងអស់គូគិតពិចារណាឡើងវិញមកបាទកុំប្រព្រឹត្តអាពាក្យទង្វើដែលសង្គមសពខ្ពើមកបាទយើងមកវត្តយើងមករំលែងកម្សាន្តដើម្បីសប្បាយមិនមែនយើងមកដើម្បីតែប៉ងថាវ័យចាក់កັບចាក់គ្នានោះទេបាទយើងមកលេងក្នុងវត្តគឺយើងប៉ងតែម្យ៉ាងទៅគឺសប្បាយលេងល្បែងជាព្រៃរំលែងកម្សាន្តអញ្ចឹងទៅបាទកុំយកគំរូអាក្រក់មកប្រព្រឹត្តនៅក្នុងទីសាធារណៈអញ្ចឹងបាទអញ្ចឹងហើយគឺសូមឲ្យបងប្អូនកុំប្រព្រឹត្តទង្វើបែបហ្នឹងអីទៀតយើងផ្នែកកំណត់យើងក្នុងខ្លួនយើងម្នាក់យើងគួរតែគិតពិចារណាថាយើងគួរតែធ្វើអំពើអ្វីដែលល្អសម្រាប់ប្រទេសជាតិអ្វីដែលល្អសម្រាប់សង្គមជាតិបងប្អូនយើងក៏មានមុខមាត់គ្រួសារយើងក៏រីកចម្រើនហើយជាពិសេសនោះឈ្មោះយើងក៏និយាយតាមត្រង់ទៅគឺអាចនឹងមានទោះបីយើងយ៉ាងណាយ៉ាងណីក៏ដោយក៏
nơi kia mua bao nhiêu nó lọ chẳng hết bà chẳng hai mà dạng thiết cứ cái đường sập ấy nó cứ cắt bật thỏi đài đó bà cắt bật thỏi hay cả thua cho tam plei cùng thua cả chỉ mà tô chỉ là nên lươn page bà bộ đời cho năm trứng mình được nấu pin plei trứng dân cùng lục bươn mà tô mà rồi học ấy mua được cọp đâu mà rồi học ấy trứng á bà dân chi lên sập bài tam đồng plei bộ ấy bị chỉ vào rồi dân tam đồng plei tràn chẳng cứ dương xôm oi vừa ấy oi cái đóสวัสดิភាពអ្នកដតីផងកុំគិតតែពីសុបាយខ្លួនឯងដើម្បីបើមានបញ្ហាទៅគឺមិនមែនតែយើងទេគឺអ្នកដតីដូចតែគ្នាទេបាទម៉ោងនេះពេលនេះគឺគួរតែពិចារណាបាទអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទ